រឿងបុរសកំចិលមានប្រពន្ធគ្រប់លក្ខណ៍មានបុរសកំចិលម្នាក់មានប្រពន្ធគ្រប់លក្ខណ៍មានកិរិយាមាយាទល្អគោរពប្រណិប័តប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំចិលចេះតែពីដេកដល់ពេលឃ្លានបាយទើបក្រោកឡើងស៊ីរួចដេកទៅវិញសូម្បីថ្នាំជក់ក៏ឲ្យប្រពន្ធមូលឲ្យដែរប្រពន្ធជាមនុស្សគោរពប្រណិប័តប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះលើកបាយទឹកនិងរបស់ឲ្យប្តីសុទ្ធតែសំពះដល់យូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះថ្ងៃមួយនាងរៀបស្លា5មាត់បារី5ចូលទៅក្រាបសំពះប្តីថាខ្ញុំសុំទោសអ្នកប្តីត្បិតយើងសពថ្ងៃក្រណាស់យើងមិនបានរកស៊ីគ្មានអ្វីទទួលទានទេសូមឲ្យអ្នកទៅកាប់ឈើធ្វើនង្គ័លរនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយប្តីថាបើដូច្នេះនាងដាំបាយវិចជាសំណុំចុះប្តីនឹងទៅរកកាប់ឈើធ្វើនង្គ័លរនាស់ប្រពន្ធក្រោកពីយប់ដាំបាយវិចជាកញ្ចប់មានទាំងដឹងពូថៅផងបុរសកំចិលដេកដល់ថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកឲ្យលុបមុខរួចស្រេចហើយនាងក៏ហុចស្លាបារីឲ្យទៅប្តីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់បុរសនោះក៏ចុះពីលើផ្ទះរួចដើរសំដៅទៅរកព្រៃឃើញឈើមួយដើមបែកមែកសាខាម្លប់ត្រជាក់ក៏ដាក់បាយសំណុំនឹងពូថៅហើយដេកកងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថាមែកនេះត្រូវធ្វើជាភ្នៀងនង្គ័លមែកនេះត្រូវធ្វើជាយាមមែកនោះត្រូវធ្វើជាដងមែកនេះត្រូវធ្វើជានឹមមែកនេះត្រូវធ្វើជារនាស់គ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទៅទទួលយកប្រដាប់នាំប្តីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្តីហើយសួរថាអ្នកទៅបានការដូចម្ដេចខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកបានទៅម្ដងទៀតព្រឹកឡើងប្រពន្ធរៀបចំដូចមុនបុរសនោះទៅទៀតដល់កន្លែងដើមឈើនោះរុក្ខទេវតាអាស្រ័យនៅទីនោះឮបុរសកំចិលថាដូច្នេះក៏ភ័យខ្លាចខូចលំនៅនោះរកកន្លែងនៅគ្មានក៏គិតគ្នាតាមទៅវាយសម្លាប់បុរសកំចិលនោះឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះកុំឲ្យវាមកកាប់ឈើនោះបានបុរសនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ជណ្ដើរយកទឹកលាងជើងឲ្យប្តីដោយសិរីសួស្តីទេវតាចូលមិនចុះមិនហ៊ានវាយបុរសនោះទេបុរសនោះក៏រួចពីមហន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរដូចថ្ងៃមុនទៀតថាបានសពគ្រប់អស់ហើយព្រឹកនេះនឹងទៅកាប់ទេវតាភ័យណាស់ថាបុរសនោះមុខជាកាប់ឈើព្រឹកនេះក៏នាំគ្នាមកនិយាយអង្វរថាសុំកុំកាប់ឈើនោះអីបុរសថាអញមិនព្រមទេព្រឹកនេះអញទៅកាប់ហើយទេវតាភ័យណាស់ក៏នាំគ្នានិយាយសោកប្រាប់ទីកន្លែងកំណប់មាសប្រាក់ឲ្យបុរសសួរថាឲ្យកំណប់ប៉ុន្មានកន្លែងដែរទេវតាថា2កន្លែងបុរសនោះក៏មិនព្រមចង់បាន4កន្លែងទេវតាក៏ព្រមធ្វើតាមកុំឲ្យទៅកាប់ដើមឈើនោះបុរសថាបើដូច្នេះខ្ញុំលែងកាប់ហើយតែព្រឹកនេះខ្ញុំទៅកោះកំណប់នោះហើយទេវតាថា
ទៅចោះខ្ញុំដោតឈើសម្គាល់ឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅគោះកំណប់ដែលទេវតាឲ្យក្នុងមួយកំណប់ជញ្ជូន3ថ្ងៃ2នាក់ប្តីប្រពន្ធសុទ្ធតែមាសនិងប្រាក់ចាក់គោពេញផ្ទះនាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យអ្នកណាឃើញហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់លក់ជាជំនួញរឹតតែមានឡើងបានជាសេដ្ឋីមានមនុស្សកុះករចូលមកពឹងពាក់ជាច្រើនរាប់មិនអស់